Hello បងអូនឃើញលើកចានផ្អៀងផ្អងនៅចិត្តផ្កាណាបងអូនប្រកាសជាឆ្ងល់ហើយថានឹងនំអីគេនេះគឺជានំល្ពៅចំហុយជាមួយនឹងខ្ទិះដូងតោះយើងមកមើលអំពីគ្រឿងផ្សំនិងរបៀបធ្វើទាំងអស់គ្នាគ្រឿងផ្សំរបស់យើងមានល្ពៅម្សៅខ្សាយម្សៅឆាខ្ទិះដូងស្ករសអំបិលហើយនិងល្ងចំពោះផ្លែល្ពៅបងអូនចិតសបោឲ្យស្អាតបន្ទាប់មកយើងឈូសឲ្យវាចាញ់សរសៃបែបនេះរួចហើយបងអូនយកល្ពៅដែលយើងបានឈូសហ្នឹងចាក់ចូលទៅក្នុងចានដែកបន្ទាប់មកបងអូនចាក់ជាមួយនឹងម្សៅខ្សាយចូលបន្ទាប់មកបងអូនចាក់ម្សៅឆាចូលម្សៅឆានេះយើងដាក់ដើម្បីឲ្យនំរបស់យើងកាន់តែល្មួតរួចហើយយើងដាក់ស្ករសសម្រាប់ស្ករសនេះដំបូងឡើយថាចង់ទុកខ្លះតែដល់ពេលគិតចុះគិតឡើងទៅចាក់ទាំងអស់ត្មងទៅដាក់អំបិលមួយចិបដើម្បីឲ្យនំរបស់យើងកាន់តែផ្អែមមុតបន្ទាប់មកទៀតបងអូនចាក់ខ្ទិះដូងចូលយើងចាក់ខ្ទិះដូងនេះបរិមាណដែលសមរម្យដើម្បីកុំឲ្យវារាវពេកហើយកុំឲ្យវាខាប់ពេកបន្ទាប់មកយើងច្របល់ល្ពៅជាមួយនឹងគ្រឿងផ្សំរបស់យើងឲ្យចូលជាតិគ្នាបងអូនច្របល់ល្ពៅជាមួយនឹងគ្រឿងផ្សំនឹងរហូតដល់ល្ពៅនេះឡើងល្មួតបែបនេះបន្ទាប់មកយើងយកល្ពៅដែលយើងបានលាយហ្នឹងចាក់ចូលទៅក្នុងថាសដើម្បីយកទៅចំហុយហើយសម្រាប់ថាសហ្នឹងបងអូនកុំភ្លេចលាបប្រេងបន្តិចផងដើម្បីពេលដែលយើងចំហុយទៅពេលដែលនំយើងឆ្អិនយើងងាយស្រួលក្នុងការកាត់ដើម្បីកុំឲ្យវាជាប់ថាសចឹងណាបន្ទាប់មកយើងយកទៅដាក់ចំហុយហើយរយៈពេលចំហុយនេះប្រហែលជា1 ម៉ោងកន្លះបងអូននំនេះអត់សូវមានគ្រឿងផ្សំអីញ៉ៃទេគ្រាន់ថាយើងចំណាយពេលយូរបន្តិចក្នុងការដាក់ចំហុយបន្ទាប់ពីចាំរយៈពេល1 ម៉ោងកន្លះទៅនេះជារីសាល់ដែលយើងទទួលបានគឺនំល្ពៅចំហុយជាមួយខ្ទិះដូងថ្ងៃនេះមានតែប៉ុណ្្នឹងទេបាយបាយ